គ្រឿងពោះគោសាច់គោហើយចាប់ដើមលីងគ្រឿងគ្រឿងឲ្យវាស្ងួតបន្តិចមានកោសនេះអូនដាក់កោសនេះតាឆ្លងគ្រឿងដាក់កោសបន្តិចចូលបន្តិចដល់ថ្ងៃអត់មានអត់ចេញមើលនេះគឺជាសួតគោពោះគោសាច់គោហៀវគោបាទនេះយើងដាក់ប្រហុកបន្តិចហើយលីងវាដើម្បីវាឈ្ងុយដាក់សាច់ដូលចាប់ដើមកោគ្រឿងជាមួយសាច់គោឲ្យសក់ហើយបន្ទាប់មកគឺយើងដាក់ទឹកក្នុងងាស់បដ ாய் ឲ្យវាផុយដល់ផុយមកបានយើងដាក់ទឹកគួនហើយយើងដាក់គ្រឿងភ្លក់តើវាល្មមឬក៏សមរម្យហើយយើងដួសដាក់ចានញ៉ាំបាទនេះគឺជាការកូរគ្រឿងជាមួយនឹងសាច់និងបដ ாய் បាទដល់យើងដាក់ត្រីបន្តិចបាទចូលជាមួយនឹងសាច់ហើយស្ងួតបន្តិចបានយើងចាប់ដើមដាក់ទឹកវាយកផុយបដ ாய் ផុយហើយបានយើងដាក់គ្រឿងបន្ថែមដាក់តកួនបង់ចុងក្រោយឲ្យវាផុយហើយយើងដួសដាក់ចានអូខេអរគុណចំពោះការតាមដានការចម្អិនម្ហូបរបស់ Channel ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជួយ like និង subscribe ផង comment ផងអរគុណ